សួស្តីថ្ងៃនេះយើងនឹងរៀនបង្កើត donut chart ជាមួយនឹង Tableau ជាមួយនឹងគ្នានេះជារូបភាព donut chart សូមបងប្អូនចាំថានៅក្នុង Tableau អត់មាន donut chart original ទេអញ្ចឹងយើងត្រូវការច្នៃណាបើសិនជាយើងមើលរូប donut chart នេះយើងអាចដឹងបានថាវាកើតឡើងពីការផ្សំនៃ P chart 2រួមគ្នាអញ្ចឹង P chart ខាងក្នុងមួយ P chart ខាងក្រៅមួយពីរនឹងផ្សំបញ្ចូលគ្នាបានកើតបានជា donut chart មួយតើយើងអាចបង្កើត donut chart នេះបានដោយរបៀបណាអញ្ចឹងឥឡូវខ្ញុំបិទ donut chart នេះចោលសិនហើយយើងនឹងចាប់ផ្ដើមសាថ្មីជាមួយគ្នាដើម្បីបង្កើត donut chart បានដោយខ្ញុំជម្រាបខាងលើអញ្ចឹងគឺយើងត្រូវការនៅ donut 2ហើយជាធម្មតាដើម្បីឲ្យបាន donut 2លុះត្រាតែយើងយក donut នោះទៅដាក់នៅក្នុងជួររ៉ូប៉ុន្តែ P chart គឺវាអត់មាន axis ឬ coordinate នោះទេមានន័យថាវាអត់មាន vertical ហើយក៏ horizontal ដែរវាតលតែមានដើម្បីឲ្យវាអាចបង្កើត donut 2បានតើយើងត្រូវការវាមានhorizontal មានន័យថាយើងត្រូវការស្អីមួយនៅក្នុងជួររ៉ូនេះទើបអាចបង្កើតឲ្យវាមាន double ទៅបានអញ្ចឹងដំបូងបំផុតគឺយើងត្រូវចូលមកកាន់កន្លែងសញ្ញានេះហើយយើងចុចយក creative field មួយសិនណាហើយ creative field កន្លែងនេះយើងអាចដាក់ថាចំណងជើងវាអាចដាក់ទៅតែខ្ញុំដាក់ថា donut chart ហើយបន្ទាប់មកទៀតយើងវាយលេខ0ចោលនៅកន្លែង donut chart ហ្នឹងទៅគេដាក់ថា the calculation is valid មានន័យថាអ្វីដែលយើងបង្កើតរូបមន្តខាងលើនេះវាដំណើរការបានណាអញ្ចឹងយើងចុច OK មកអញ្ចឹងបងប្អូនឃើញហើយនេះគឺជា donut chart ដែលខ្ញុំបានបង្កើតរូបមន្តជាមួយនឹង creative field មកដូចខ្ញុំជម្រាបអញ្ចឹងយើងត្រូវការ donut 2ហើយ donut វាជា P chart ហើយ P chart វាអត់មាន vertical ទេ horizontal ទេអញ្ចឹងយើងត្រូវការច្នៃវាណាអញ្ចឹងយើងបង្កើត creative field មកហើយយើងចាប់យក creative field ហ្នឹងយកមកដាក់កន្លែង row ហើយយើងផ្លិចគឺយើងចុចមកកន្លែង show me នោះចុចកន្លែងយក donut chart ហ្នឹងមកយក P chart សំទោសយក P chart ហ្នឹងមកចុច show me បិទទៅវិញទៅហើយជាធម្មតាបើបងប្អូនចុចអញ្ចឹងរូបភាពហ្នឹងវាត្រូវមានពណ៌ពេញយ៉ាងអញ្ចឹងឥឡូវនេះយើងបានរូបភាព donut chart មួយហើយរូបភាព P chart មួយហើយប៉ុន្តែយើងត្រូវការ P chart 2អញ្ចឹងបងប្អូនចុច control ជាប់មកហើយបងប្អូនចាប់ផ្ដើមទាញវាមកអញ្ចឹងបងប្អូនឃើញយើងបានរូបភាព P chart 2ណាជាបន្តមកទៀតយើងត្រូវធ្វើម៉េចទៀតយើងត្រូវការឲ្យ P chart ទាំងពីរនេះវាចូលគ្នាតែមួយដើម្បីបង្កើតជារូប donut ឥឡូវខ្ញុំអាចនឹងធ្វើម៉េចឥឡូវមុនដំបូងខ្ញុំអាចចុចទៅលើ donut chart ទី1នេះសិនណានេះជា donut chart ទី1ណាខ្ញុំចុចលើវាខ្ញុំបរិច្ចាយវាធំតិចសិនបាទហើយបន្តមកទៀតខ្ញុំចុចទៅលើ donut chart ទី2ណានេះជា donut chart ទី2ហើយខ្ញុំ donut chart ទី2នេះខ្ញុំមិនបាច់បរិច្ចាយវាទេឥឡូវប៉ុណ្ណឹងក៏បានដែរបន្តមកទៀតបងប្អូនចុចទៅលើ donut chart ចុចទៅលើដែល P chart ទី2នេះហើយចុចទៅលើសញ្ញានេះមកបងប្អូនរកមើលជ្រើសពាក្យថា dual axis អញ្ចឹងបងប្អូនចុចទៅលើ dual axis ហ្នឹងទៅអញ្ចឹងបងប្អូនឃើញរូប P chart 2នេះឥឡូវវារត់ចូលគ្នាតែមួយនេះអា P chart ខាងលើទី1នេះគឺ P chart ទី2ណាអញ្ចឹង2រត់ចូលគ្នាតែមួយឥឡូវនេះបើ2រត់ចូលគ្នាតែមួយវាមានពណ៌ដូចគ្នាអញ្ចឹងយើងអត់បាក់មើលវាអត់ទាន់ចេញជារូប donut ទេអញ្ចឹងបងប្អូនចុចទៅលើរូប donut ទី2នេះមកនេះចុចទៅលើ donut ចុចទៅលើ P chart ទី2សំទោសហើយបន្តមកទៀតបងប្អូនចុចទៅលើ color មកជ្រើសយកពណ៌សបាទបងប្អូនឃើញឥឡូវ color ចេញពណ៌សហើយនេះណាអញ្ចឹងវាចេញជារាង donut ហើយ donut chart ហើយបន្តមកទៀតខ្ញុំចុចទៅលើអានេះ donut P chart ទី2ដដែលរួចហើយខ្ញុំចាប់ផ្ដើមជ្រើសរើសយកសាយវាហើយខ្ញុំបរិច្ចាយវានេះហើយធំជាងមុនបន្តិចតែយើងសេរីវាស្អាតណា
mà dương bị việc thùng chỉ muốn tay chế máu chẳng dương bàn đồ nạt mùi hả sai việc thùng chỉ muốn bởi vì ai xòm rùm sạch chỉ muốn mình đáy phí ở toàn miền ấy thế cứ đất tề nữa việc còn để chia rụng chia việc phi tràn chẳng dương trai ca nè trai ca men dimension nằm bay miền phẩm bài phi tràn này ở trên dịp này nhé lấy dương trong mơ phi tràn càng cài năng chia ấy chia dimension ấy ở mà thà lấy phi tràn càng cài ní trong trong mơ chia lẹ cái category chẳng trong chạp do category máu níต่อmột tiếtខ្ញុំទម្លាក់ទៅលើ label នេះបាទអញ្ចឹងបងប្អូនឃើញណាឥឡូវ P chart របស់ខ្ញុំខាងក្រៅនេះគឺចាប់ផ្ដើមបំបែកចេញជា category 3 category មាន technology furniture ហើយនិង office supply ប៉ុន្តែពណ៌អញ្ចឹងវាអត់ស្អាតអញ្ចឹងខ្ញុំចាប់ category ដដែលមកយកមកតម្លាក់នៅលើ color នេះបាទបងប្អូនឃើញឥឡូវយើងបានរូបភាព donut ហើយ donut ខ្ញុំស្អាតជាងលើកមុនទៀតណាដោយសារខ្ញុំតម្លាក់ពណ៌ចូលក៏ប៉ុន្តែអាចចន្លោះកណ្ដាលនៃ donut នេះមានអត់មានអីសោះណាអញ្ចឹងខ្ញុំចង់ថាឥឡូវមើលអាកណ្ដាលនេះមើលជាលក្ខណៈ profit ចំណេញជារួមខ្ញុំចង់ដាក់ profit ចំណេញជារួមណាអញ្ចឹងខ្ញុំចុចទៅលើកន្លែង donut ទី2នេះមកណារួចហើយខ្ញុំទៅរកមើលកន្លែង profit ណាខ្ញុំចាប់យក profit មកដាក់នៅកន្លែង label នេះគឺជា profit ជារួមដែលរកបានចេញពី technology furniture ហើយនិង office supply ណាហើយឥឡូវយើងគិតថាពណ៌នេះយើងអត់ស្រឡាញ់អត់ស្អាតទេអញ្ចឹងយើងចុចលើ donut ទី2មកបន្តមកទៀតយើងចុចទៅលើ label នេះហើយយើងចុចទៅលើ text នេះមកហើយយើង enter វាចុះមួយមកបាទហើយខាងលើនេះយើងអាចដាក់ថា total ចឹងណាហើយខ្ញុំចង់ដាក់អក្សរវាធំច្បាស់បន្តិចឡៃ total ខ្ញុំ select លើវាដាក់ B មកហើយខ្ញុំយកនេះ12នេះហើយខ្ញុំចង់លេងពណ៌អីខ្ញុំអាចជ្រើសយកពណ៌អីឡើងមកថាខ្ញុំជ្រើសយកពណ៌ខៀវចុះណាបានហើយបន្ទាប់ពីខ្ញុំបានហើយខ្ញុំចុច apply ខ្ញុំចុច OK មកបាទឃើញឥឡូវ total ណា total ទេណាអត់បញ្ជាក់ថា total អីឥឡូវខ្ញុំទៅម្ដងទៀតខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថានឹង total អីអញ្ចឹងខ្ញុំដាក់ថា total total profit ណាខ្ញុំ apply ខ្ញុំចុច OK មកឃើញវាចេញ total profit ជារួមណា total profit នេះមានន័យថាប្រាក់ចំណេញជារួមគឺប៉ុណ្ណឹងចេញពី category ទាំង3នេះហើយឥឡូវនេះខ្ញុំចង់ដឹងថាតើប្រាក់ចំណេញហ្នឹងបើយើងបំបែកទៅមួយមានប្រមាណគឺខ្ញុំអាចមកមើលកន្លែងប្រាក់ចំណេញខ្ញុំចាប់ទាញវាមកខ្ញុំសំទោសមុននឹងដាក់ហ្នឹងគឺយើងចុចសិនតើអានេះវាស្ថិតនៅក្នុង donut ទីម៉ានពីឆាតទីម៉ានទី1អញ្ចឹងយើងចុចទៅលើពីឆាតទី1សិនបន្តមកទៀតយើងចាប់ផ្ដើមទៅរកមើល profit ណាយើងចាប់ទាញ profit នឹងមកយកមកដាក់កន្លែង label ទៅបាទអញ្ចឹងបងប្អូនឃើញនេះ profit នៅកន្លែង label វាចេញមកហើយណាបែបនេះអញ្ចឹង technology បើនិយាយពី profit គឺ 145,455 furniture បើនិយាយពី profit របស់វាគឺ 18,451 ហើយចំណែក office supply បើនិយាយពី profit របស់វាគឺ 122,491 ណាហើយបើយើងយកទាំងអស់នឹងបូកបញ្ចូលគ្នា 145,455 បូកនឹង 18,451 បូកនឹង 122,491 នេះគឺសរុបទៅគឺវាមាន 286,397 នឹងឯងប្រាក់ចំណេញជារួមណា donut យើងបានហើយប៉ុន្តែគាត់ថាវាមិនសូវស្អាតបន្តិចណាហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតដោយសារយើងបានបញ្ចូល donut 2ជាមួយគ្នាដូច្នេះយើងគិត input អំពីការធ្វើ synchronize វាទេគឺដើម្បីឲ្យនេះទាំងសងខាងនេះដូចគ្នាណាមានតម្លៃដូចគ្នាស្មើគ្នាអញ្ចឹងយើងត្រូវការ synchronize វាបន្តិចដូច្នេះបងប្អូនមកមើលកន្លែង donut chart ខាងឆ្វេង
ចុចលើវាមកហើយបងប្អូនជ្រើសថា synchronize axis មានន័យថាម៉េចឲ្យវាស្របគ្នានៃតម្លៃទាំងសងខាងនេះណាអត់អាវាហ្នឹងឲ្យដូចគ្នាអត់ឲ្យរាប់ខុសគ្នាទេអញ្ចឹងយើងបានហើយវាដូចគ្នាហើយតែអ្វីដែលយើងធ្វើបន្តទៀតយើងអត់ចង់ទុកវាទេព្រោះវាអត់សូវស្អាតអញ្ចឹងបងប្អូនអាច click លើវានៅម៉ៅស្ដាំហើយបងប្អូនដាក់ថា show header ហ្នឹងដក tick នឹងចេញដែរគឺវាចេញបាត់អស់ហើយឃើញអញ្ចឹងឥឡូវនេះយើងបានរូបភាព donut មួយដែលស្អាតហើយណាហើយបើសិនជាបងប្អូនពេញចិត្តឬមិនពេញចិត្តតម្រាស់បែបណាគឺយើងអាចសេរីបានតាមចិត្តទេណាព្រោះក្នុងនេះគឺជារូប donut ទី2បងប្អូនចុចនេះទៅយើងចង់សេរីសាយវាណាបាទយើងសេរីបានតាមចិត្តយើងចង់ចំណែកអាខាងក្រៅនេះសាយវាយើងចុចលើទី1ទៅអញ្ចឹងបងប្អូនអាចសេរីវាបានតាមចិត្តដូចគ្នាណាបាទតូចធំទៅតាមចិត្តបាទអរគុណច្រើនអញ្ចឹងនេះគឺជារបៀបនៅក្នុងការបង្កើត donut របស់យើងអរគុណសម្រាប់បងប្អូនដែលចូលទស្សនាជួបគ្នានៅមេរៀនក្រោយទៀតអរគុណឆ្កែព្រោះផង